សួស្តីបងប្អូនទាំងអស់គ្នាមេឃស្រទុំនេះមេឃស្រទុំបងប្អូនមេឃរុកខ្យល់អត់ត្រូវភ្លៀងទេតែបានយកកណាត់នេះចេញរុកខ្យល់មើលនេះមេឃមេឃចេះមានអារម្មណ៍ថាត្រជាក់ដល់ហើយបងប្អូនមានអារម្មណ៍ថាត្រជាក់ស្រួលណាស់មើលផ្លូវទៅលិចលងលោចចាមេឃនេះអត់ភ្លៀងទេមេឃនេះខ្យល់ហ្មងក្បែរថតតង់ផ្ទះហ្នឹងអត់មានកន្លែងថតតង់ផ្ទះឲ្យបងប្អូនមើលឡងឈ្មោលពោះទៅហើយក្រូចក៏បែកមេឃសាខាបងប្អូននេះក្រូចក៏បែកមេឃសាខាហូហែនេះផ្លែងមុនឲ្យបងប្អូនមើលមិនទាន់ច្បាស់ឥឡូវបងប្អូនមើលម្ដងទៀតបានពីរផ្លែនៅក្នុងនោះមួយផ្លែនេះធ្វើប្រសាទបងប្អូនកុំមកឃើញមេស្ទុំទេកុំអីបានថតទេព្រោះឲ្យកន្លែងហ្នឹងថតអត់ដែរឲ្យបងប្អូនមើលដល់មេស្ទុំទៅវារៀងត្រជាក់ឲ្យបងប្អូនមើលទៅត្រជាក់ទាំងភ្នែកខ្លួនឯងទៀតអត់ត្រជាក់ទាំងភ្នែកបងប្អូនទៀតច្រឡំសំទោសសិតតែឡងឈ្មោលថ្ងៃមុនអំសមិញឃើញកាត់ចន្ទូល្អពេកក៏កាត់យកទៅវត្តថ្វាយព្រះបានជា3 4មេឃ4 5មេឃដែរណាបងប្អូនអូបចន្ទូក្រូចមិនដើមទៀតហើយក្រូចមកដើមទៀតនិយាយអត់ច្បាស់និយាយអត់ច្បាស់ក្តាតរើពីមុខយកមកដាក់ឲ្យក្រោយវិញយកមកដាំឲ្យក្រោយឡងអត់ទាន់ផ្លែទេបងប្អូនអស់ផ្លែម្ដងហើយខ្ញីបានប៉ុណ្ណឹងម្ទេសក៏ខំប្រឹងផ្កាពងតែផ្កាម្ទេសបងប្អូនអានោះសិតតែបាវខ្ជូងបងប្អូនសិតតែបាវខ្ជូងដើមធ្នង់ដើមអង្គាសដីដើមអង្គាសដីស្លម្ជូរបងប្អូនមកស្លម្ជូរទៅឆ្អើឆ្ងាញ់ណាអង្គាសដីហើយនឹងកពឹសកូនត្រីអីចឹងមើលដើមថ្ងាន់នេះដើមថ្ងាន់យកមកដាំដោះបានប៉ុណ្ណឹងយកមកដាំទៅហ្នឹងវាចិត្តដៃស្រោចទឹកបងប្អូនអរគុណច្រើនបងប្អូន